ឥឡូវនេះខ្ញុំចង់និយាយអំពីការព្យាបាលនិងប្រសិទ្ធភាពនៃការព្យាបាលជំងឺលើសឈាមការព្យាបាលជំងឺលើសឈាមមិនខុសពីការព្យាបាលជំងឺទឹកនោមផ្អែមទេគឺប្រើប្រាស់ជាតិគីមីប្រហាក់ប្រហែលគ្នានៅលើពិភពលោកទាំងមូលប៉ុន្តែដែលខុសគ្នានោះគឺមកអំពីមូលហេតុនៃការលើសឈាមរបស់មនុស្សម្នាក់ៗហ្នឹងវាខុសៗគ្នាអ្នកខ្លះមានមូលហេតុច្រើនអ្នកខ្លះមានមូលហេតុតិចហើយអ្នកខ្លះទៀតមិនទាំងដឹងអំពីមូលហេតុទៅទៀតពីព្រោះយើងមិនដែលតាមរកខុសគ្នាមួយទៀតគឺចំណីអាហារនិងការហាត់ប្រាណខុសគ្នាមួយទៀតនឹងជំងឺរ៉ាំរ៉ៃផ្សេងទូទៅនៅជុំវិញខ្លួនខុសគ្នាមួយទៀតនឹងរបៀបរស់នៅរបស់មនុស្សម្នាក់អ្នកខ្លះចូលចិត្តគេងគ្រប់គ្រាន់អ្នកខ្លះទៀតអត់គិតច្រើនស្មុគស្មាញកាត់ចិត្តអ្នកខ្លះទៀតការងារគាត់អត់មាន stress ទោះជា stress ក៏គាត់អត់យកមកគិតនៅក្នុងផ្ទះអ្នកខ្លះទៀតការងារគាត់ផឹកស្រាហើយ stress ដេកអត់គ្រប់កត្តាដំណពូជខុសគ្នាហេតុដូច្នេះហើយបានជាការព្យាបាលជំងឺលើសឈាមថ្នាំប្រហាក់ប្រហែលគ្នានៅលើពិភពលោកប៉ុន្តែបានផលខុសគ្នាភាគច្រើនគឺមនុស្សមិនបានផ្ដោតអារម្មណ៍ទៅលើមូលហេតុនៃការលើសឈាមទេគាត់គិតតែម្យ៉ាងថាវាជាជំងឺដែលគ្មានមូលហេតុដែលរកមូលហេតុមិនឃើញជាជំងឺដែលត្រូវព្យាបាលមួយជីវិតហើយម្យ៉ាងទៀតគឺគាត់គិតថាអាយុខ្ញុំប៉ុណ្ណឹងហើយលើសឈាមជារឿងធម្មតាកាលខ្ញុំនៅរៀនជាង30ឆ្នាំមុនគេថាជំងឺលើសឈាមមានមូលហេតុ 10% 90% ទៀតអត់មានមូលហេតុទេហើយអាមានមូលហេតុរបស់គេហ្នឹងឧទាហរណ៍ថាសរសៃឈាមចេញពីបេះដូងនឹងវារួមតូចសរសៃឈាមនាំឈាមចូលតម្រងនោមនឹងវារួមតូចអ្នកខ្លះទៀតក៏ដោយសារជំងឺតម្រងនោមគាត់រលាកគាត់ខ្សោយតម្រងនោមអ្នកខ្លះទៀតថាមកពីជំងឺក្រពេញទីរ៉ូអ៊ីតឬក៏ក្រពេញខួរក្បាលអ្នកខ្លះក្រពេញអាដ្រីណាល់អ្នកខ្លះទៀតរលាកក្រពេញប្រូស្តាតអញ្ចឹងនឹងដាក់បូកចូលគ្នាឃើញតែ 10% ទេអញ្ចឹងនៅសល់ 90% ទៀតគឺលើសដែលគ្មានមូលហេតុហើយទាំងអស់គ្នានឹងនាំគ្នាញ៉ាំថ្នាំដូចគ្នាគឺថ្នាំហ្នឹងគ្រាន់តែដាក់សម្ពាធឈាមឲ្យធ្លាក់ចុះក្រោមអ្នកខ្លះទៀតដាក់មួយមុខអត់បានដាក់ពីរមុខអ្នកខ្លះដាក់3មុខអ្នកខ្លះដាក់ព្រឹកហើយដាក់ល្ងាចទៀតហើយអ្នកខ្លះថាមកពីគាត់ហូបអំបិលច្រើនភាគច្រើនក៏ពិតមកពីខ្វះអំបិលបានតែគាត់លើសឈាមយ៉ាងហោចខ្វះអំបិលប៉ូតាស្យូមហើយអ្នកខ្លះលើសឈាមអត់ហ៊ានឲ្យគាត់ញ៉ាំអំបិលប៉ូតាស្យូមទេអញ្ចឹងសំខាន់មនុស្សខុសគ្នាអញ្ចឹងយើងទៅមើលថាតើអំបិលរបស់គាត់ត្រឹមត្រូវឬក៏អត់អាហារទ្រទ្រង់សុខភាពនៃការលើសឈាមរបស់គាត់ត្រឹមត្រូវឬក៏អត់សូមបើកវងកញ្ចក់មនុស្សយើងនៅពេលដែលអត់ទាន់កើតជំងឺលើសឈាមគឺគេមានអាហារទ្រទ្រង់មួយចំនួនធំដែលយកចេញអំពីបន្លែយកចេញពីផ្លែឈើយកចេញពីសាច់ដូចជាស្ងោរស៊ុបដូចជាពងមាន់ជាដើមពងមាន់ឆៅមិនមែនពងមាន់យកទៅចៀនឬមួយក៏ពងមាន់គោះធ្វើនំពងទានំខេកឬក៏ដាក់ធ្វើនំប៉័ងទេមិនមែនណាពងមាន់យកទៅដុត400អង្សាសេហ្នឹងទេណាបាត់វងកញ្ចក់វិញអញ្ចឹងអ្នកខ្លះគាត់លើសឈាមហ្នឹងគឺគាត់លើសដោយសារតែគាត់ខ្វះរបស់ដែលគាត់ប្រើប្រាស់ជាធម្មជាតិដើម្បីគ្រប់គ្រងកុំឲ្យលើសឈាមហើយសរីរាង្គនីមួយៗទាំងខួរក្បាលទាំងសួតទាំងថ្លើមទាំងតម្រងនោមសុទ្ធតែចូលរួមយ៉ាងសំខាន់នៅក្នុងការទប់មិនឲ្យមនុស្សលើសឈាមនិងមិនឲ្យមនុស្សធ្លាក់សម្ពាធឈាមឲ្យសម្ពាធឈាមនឹងថេរហើយអញ្ចឹងដើម្បីចាប់ផ្ដើមព្យាបាលជំងឺលើសឈាមមិនមែនឃើញយើងលើសឈាមហើយលើសខ្ពស់ហើយដាក់ថ្នាំទម្លាក់សម្ពាធឈាមតែមួយមុខទេគឺយើងត្រូវរកមូលហេតុរបស់វាអ្នកខ្លះមានមូលហេតុច្រើនណាស់គឺមានការខ្សោយសរីរាង្គដែលទប់សម្ពាធឈាមមានការធ្លាក់ចុះនៃអាហារចិញ្ចឹមមានមេរោគដែលផលិតជាតិពុលហើយសាមញ្ញបំផុតឡើងស្ករឡើងខ្លាញ់ឡើងអាស៊ីតយើងគ្រាន់តែគិតមើលប៉ុណ្ណេះនៅក្នុងសរសៃឈាមដូចនៅក្នុងទយោទឹកចឹងបើសិនមានតែឈាមដែលមានវត្ថុរាវហើយនឹងក្របឈាមរត់នៅក្នុងហ្នឹងគឺរត់ដោយស្រួលតែបើមានខ្លាញ់ច្រើនមានស្ករច្រើនវាស្អិតតតាក់ដូចយើងជិះឡានណាបើមានតឡាននៅលើផ្លូវអត់អីទេតែមានម៉ូតូផងមានកង់ផងមានអ្នកថ្មើរជើងផងវាចង្អៀតចឹងវាណែនវាតឹងអញ្ចឹងហើយវាចាល់អញ្ចឹងនៅក្នុងករណីដែលឡើងស្ករឡើងខ្លាញ់ឡើងអាស៊ីតបើមិនលើសឈាមថ្ងៃក្រោយគង់តែលើសទេ